របៀបអធិដ្ឋាននៅក្នុងចំនួននោះមានមនុស្សមួយចំនួនដែលបាននឹកគិតថាខ្លួនមានលក្ខណៈបរិសុទ្ធបំផុតលើសគេហើយពួកគេនោះគឺពួកផារ៉ាស៊ីជារៀងរាល់ថ្ងៃពួកគេតែងតែនាំគ្នាឈរនៅកណ្ដាលផ្លូវហើយអធិដ្ឋានស្រែកខ្លាំងៗដោយរាប់សំឡេងខ្លួនថាបរិសុទ្ធក្រៃលែងណាស់តាមពិតទៅពួកគេមិនបានអធិដ្ឋានទេតែគ្រាន់តែចង់សម្ដែងឲ្យពួកបណ្ដាជនបានឃើញប៉ុណ្ណោះពួកគេបានប្រើពាក្យពេចន៍ពិសេសជាច្រើនដែលស្ដាប់ទៅដូចជាឆ្លៀសវៃណាស់តែគ្មាននរណាម្នាក់អាចនឹងយល់ន័យរបស់គេសោះមនុស្សដើរកាត់ទីនោះបានឈប់ហើយងាកមើលទៅពួកគាត់ដោយគិតថាវាដូចជាមិនទំនងសោះប៉ុន្តែនេះជាអ្វីដែលអ្នកទាំងនោះចូលចិត្តពួកគេចង់ឲ្យគ្រប់គ្នានិយាយថាមើលទៅពួកគេនោះគេបរិសុទ្ធណាស់ព្រះជាម្ចាស់ច្បាស់ជាស្រឡាញ់ពួកគេខ្លាំងហើយមើលទៅអ្នកនិងខ្ញុំបានដឹងហើយថាពួកគេធ្វើបែបនេះខុសហើយព្រះជាម្ចាស់មិនគ្រាន់តែស្រឡាញ់តែពួកអ្នកបរិសុទ្ធនោះទេប៉ុន្តែពួកអ្នកដែលដើរក្បែរពួកគេពុំយល់ច្បាស់ពីការនោះឡើយពួកគេមិនបានគិតថាប្រហែលជាអ្នកត្រូវមានភាពឆ្លៀសវៃការល្អឬក៏ភាពសំខាន់ខ្លាំងដើម្បីទាក់ទាញឲ្យព្រះជាម្ចាស់ស្រឡាញ់អ្នកឬក៏ថាប្រហែលជាអ្នកត្រូវរកពាក្យពេចន៍ឆ្លៀសវៃដើម្បីនិយាយទៅកាន់ព្រះជាម្ចាស់ទេដឹងដូច្នេះហើយបានជាមានថ្ងៃមួយព្រះយេស៊ូវបានបង្រៀនដល់ពួកបណ្ដាជនពីរបៀបដែលត្រូវអធិដ្ឋានព្រះអង្គមានបន្ទូលថានៅពេលអ្នកអធិដ្ឋានកុំអធិដ្ឋានដូចជាពួកអ្នកដែលគិតថាខ្លួនបរិសុទ្ធជាងគេនោះឡើយពួកគេគិតថាបើពួកគេនិយាយច្រើននោះព្រះជាម្ចាស់នឹងស្ដាប់ពួកគេប៉ុន្តែមិនមែនដោយព្រោះអ្នកឆ្លៀសវៃជាងគេឬល្អឬជាមនុស្សសំខាន់ជាងគេទើបព្រះជាម្ចាស់ស្ដាប់អ្នកឡើយព្រះជាម្ចាស់ស្ដាប់អ្នកពីព្រោះព្រះអង្គស្រឡាញ់អ្នកព្រះអង្គបន្តប្រាប់ពួកគេថាតើអ្នកដឹងទេថាព្រះជាម្ចាស់តែងតែស្ដាប់អ្នកជានិច្ចតើអ្នកដឹងទេថាព្រះជាម្ចាស់អាចនឹងជ្រាបអ្វីដែលអ្នកខ្សឹបខ្សៀវដែលលាក់លៀមនៅក្នុងចិត្តរបស់អ្នកសូម្បីតែមុនពេលដែលអ្នកហាមាត់និយាយចេញទៅឯទៀតនោះពីព្រោះព្រះជាម្ចាស់ជ្រាបនៅអ្វីដែលអ្នកត្រូវការមុននឹងអ្នកហាមាត់សូមព្រះអង្គទៅទៀតអ្នកឃើញទេព្រះជាម្ចាស់តែងតែចង់ឲ្យអ្នកនៅអ្វីដែលអ្នកត្រូវការដូច្នេះអ្នកមិនចាំបាច់ប្រើប្រាស់ពាក្យពេចន៍ជាច្រើនឬក៏ពិសេសឡើយអ្នកគ្រាន់តែនិយាយសាមញ្ញតែប៉ុណ្ណោះដូច្នេះពេលដែលអ្នកអធិដ្ឋានចូលអធិដ្ឋានដោយប្រើប្រាស់ពាក្យសាមញ្ញដូចជាពេលអ្នកនិយាយទៅអ្នកណាម្នាក់ដែលអ្នកស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងបំផុតគឺបែបដូចនេះអូព្រះវរបិតាអើយកូនចង់ស្គាល់ព្រះបិតានិងចង់នៅជិតព្រះបិតាសូមព្រះបិតាមេត្តាបង្ហាញដល់កូនឲ្យដឹងថាត្រូវធ្វើបែបណាសូមព្រះបិតាធ្វើឲ្យគ្រប់យ៉ាងក្នុងលោកីបានល្អស្អាតជាថ្មីហើយនៅក្នុងចិត្តរបស់កូនផងដែរសូមព្រះបិតាធ្វើអ្វីដែលល្អបំផុតដោយដែលព្រះបិតាបានធ្វើនៅស្ថានសួគ៌សូមព្រះបិតាមេត្តាធ្វើនៅលោកីនេះដូចគ្នានៅស្ថានសួគ៌យ៉ាងនោះដែរសូមព្រះបិតាមេត្តាប្រទាននៅអ្វីដែលកូនត្រូវការក្នុងថ្ងៃនេះសូមព្រះបិតាអត់ទោសនៅអ្វីដែលកូនបានធ្វើខុសនៅអ្វីដែលកូនធ្វើឲ្យព្រះបិតាឈឺចាប់សូមអត់ទោសសេចក្តីកំហុសរបស់កូនដូចជាកូនបានអត់ទោសដល់អស់អ្នកដែលធ្វើខុសដល់កូនដែរពេលដែលគេធ្វើឲ្យយើងឈឺចាប់សូមជួយសង្គ្រោះកូនត្រូវការព្រះអង្គកូនមិនចង់រត់ចេញទៅណាឆ្ងាយពីព្រះបិតានិងលាក់ខ្លួនពីព្រះបិតាទៀតទេសូមការពារកូនពីខ្មាំងសត្រូវរបស់កូនព្រះបិតាជាព្រះជាម្ចាស់ដែលមានអំណាចខ្លាំងព្រះបិតាអាចធ្វើអ្វីដែលព្រះបិតាចង់ធ្វើព្រះបិតាជាអ្នកគ្រប់គ្រងលើអ្វីគ្រប់ទាំងអស់ក្នុងពេលឥឡូវនេះនិងរៀងរហូតអស់កលជានិច្ចកូនដឹងថាព្រះបិតាធំអស្ចារ្យណាស់អាមែនពិតមែនហើយកូនដឹងអ្នកឃើញទេព្រះយេស៊ូវបានបង្ហាញមនុស្សទាំងអស់ថាព្រះជាម្ចាស់តែងតែស្រឡាញ់ពួកគេគ្មានទីបញ្ចប់មិនអាចបោះបង់បានមិនអាចបំបែកបានដដែលជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យជានិច្ចដូច្នេះពួកគេមិនត្រូវរត់ពួនឬមានការភ័យខ្លាចឬមានការខ្មាស់អៀនទៀតទេពួកគេអាចនឹងឈប់រត់គេចចេញទៅឆ្ងាយពីព្រះជាម្ចាស់ទៀតហើយពួកគេអាចនឹងរត់ត្រឡប់មករកព្រះអង្គវិញគឺដូចជាក្មេងតូចដែលរត់ចូលទៅក្នុងរង្វង់ដៃរបស់ឪពុកដែរ
។